ពីរបៀបតដុំហាឲ្យញាក់ស្អាតហើយមានពីរបៀបឡើងរបៀបទី1ខ្សែខ្មៅនឹងខ្សែម៉ាស់បោយខ្សែអសងខ្សែពណ៌ទួយចេកដាក់វាអញ្ចឹងទៅចូលស្នាប់អញ្ចឹងខ្សែមួយទៀតខ្សែពណ៌យើងអាខ្សែដុំហាពណ៌ទួយចេកអញ្ចឹងយើងតចូលខ្សែមួយណាបោះតោក៏បានដែរខ្សែសញ្ញោបោះអសងយើងពណ៌ការ៉ុតហើយពណ៌ផ្ទៃមេឃអញ្ចឹងយើងដាក់ចូលមកខ្សែដុំហា2ខ្សែពណ៌ផ្ទៃមេឃសោកវាចូលអញ្ចឹងមកដល់ខាងញែកវាកុំឲ្យវាប៉ះគ្នាខ្សែពណ៌ការ៉ុតហើយពណ៌ផ្ទៃមេឃពណ៌ខៀវនឹងចូលខ្សែមួយណាក៏បានដែរញែកវាឲ្យដោតវាចូលស្នាប់វិញហ្នឹងហើយខ្សែពណ៌ក្រហមយើងតចូលខ្សែប្រាំងតែវាដៃវាលោតអញ្ចឹងវាតទី2ឲ្យភ្លើងវាបដិញស្អាតអានេះដូចតទៅយ៉ាងទី1ហ្នឹងតែយើងអត់យកទេខ្សែពណ៌ទឹកចេកមួយយើងលោកចោលយើងយកតែមួយខ្សែពណ៌ទឹកចេកខ្សែពណ៌សអាខ្សែ2ហ្នឹងដោតចូលសញ្ញោខ្សែសញ្ញោមួយណាក៏បានពណ៌ការ៉ុតក៏បានពណ៌ផ្ទៃមេឃបានខ្សែពណ៌សខ្សែពណ៌តែខៀវបោះដុំហាហ្នឹងហើយខ្មៅយើងបាច់ចាំដូរខ្មៅម៉ាស់ពណ៌ខៀវបោះសង់ខ្សែក្រហមហ្នឹងយើងខ្សែក្រហមតចូលប្រាំងដៃខ្សែប្រាំងដៃតែខ្សែពណ៌ខៀវខ្ញុំកាន់ហ្នឹងទុកវាចោលកាន់វាចោលដល់បីទៀតហើយវាយើងចង់ឲ្យវាជើងចង់ជាប់ប្រាំងជើងឲ្យវាលោតយើងដោតហើយនឹងមួយទៀតខ្ញុំចង់ប្រាប់ថាខ្សែពណ៌ក្រហមបើសិនជាយើងតចូលប្រាំងដៃមួយហ្នឹងគាត់ណាឧទាហរណ៍ថាយើងអត់ចង់ជាប់ប្រាំងជើងព្រោះយើងដកវាចឹងខៀវចេញមកហើយយើងតយកដល់ខ្សែខាងលើខាងក្រោមទុកចោលទៅអាហ្នឹងយើងចាប់តែប្រាំងមុខមកវាញាក់ហើយយើងជាប់ប្រាំងក្រោយអត់ញាក់ទេហើយបើយើងចង់ឲ្យវាញាក់យើងដោតវាចូលទាំងពីរមកយើងចាប់ប្រាំងដៃក៏ភ្លឺប្រាំងជើងក៏ភ្លឺក៏សុំផ្លូវដែរហើយនឹងរបៀបទី